ជំរាបសួរអ្នកខ្ញុំឡៃដានីថ្ងៃនេះនឹងនិយាយអំពីទង់ជាតិខ្មែរទង់ជាតិខ្មែរត្រូវបានរចនាឡើងនៅក្នុងឆ្នាំ1850ហើយដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ1948ប៉ុន្តែទង់នេះត្រូវបានដកចេញអស់រយៈពេល20ឆ្នាំចាប់ពីឆ្នាំ1970ដល់ឆ្នាំ1993បន្ទាប់ពីការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ1993ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលមានដាក់រូបប្រាសាទអង្គរវត្តនៅចំកណ្ដាលផ្ទៃក្រហមត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញជាផ្លូវការពណ៌ទាំង3នៃទង់ជាតិកម្ពុជាមានន័យដូចគ្នាទៅនឹងបាវវចនាជាតិគឺជាតិសាសនាព្រះមហាក្សត្រពណ៌សតំណាងឲ្យសាសនានិងសន្តិភាពពណ៌ក្រហមតំណាងឲ្យជាតិគឺទឹកដីនិងប្រជាជនពណ៌ខៀវតំណាងឲ្យព្រះមហាក្សត្រនិងព្រះអគ្គមហេសីសូមអរគុណសូមជម្រាបលា